ដីសវណ្ណភូមិរាស្មីភ្លឺថ្លាដងហើមសន្តិភាពបូផារិកគ្រប់ទិសទីថ្ងៃទី3មីនាឆ្នាំ2026នាំមកនៅសេរីខ្មែរគ្រប់រូបធានារួមចិត្តរួមថ្លើមថែមថែវប្បធម៌បើគ្មានសន្តិភាពសិល្បៈក៏ងងឹតបើគ្មានដួងចិត្តរួមសាមគ្គីក៏មិនល្អវប្បធម៌រស់បានដោយសារគុណសន្តិភាពបវរកូនខ្មែរមានបង្អែកសសលីកស្ទួយមរតកដូនតាវប្បធម៌រស់ក្នុងសន្តិភាពដូចជាទឹកជ្រាបស្រោចស្រពប់ដីកម្ពុជាមរតកអរូបីរូបីចាជាប់ក្នុងពាក្យពេចន៍វាចាយុវជនខ្មែរសន្យារក្សាសន្តិភាពឲ្យគង់វង្សដើម្បីវប្បធម៌ដើម្បីអត្តតសញ្ញាណជាតិយើងរបាំពុតពេងក្បាច់ក្បូរចំលាក់ថ្មល្ខោនខោនរស់រវើកបង្ហាញពីភាពរឹងមាំសន្តិភាពផ្ដល់ឱកាសឲ្យខ្មែរបានជួបជុំគ្នាថែទាំរៀបចំជាកម្រងចំរៀងរំអបអរជាតិសាសន៍ខ្លួនចង្វាក់ភ្លេងបុកខ្លាំងបង្ហាញពីថាមពលយុវជនសន្តិភាពជាគ្រឹះវប្បធម៌ជាដួងព្រលឹងបើគ្មានសន្តិភាពតើបានអ្វីមករឹងពឹងយុវជនជំនាន់ថ្មីត្រូវតែដឹងនិងខំប្រឹងការពារសន្តិភាពឲ្យនឹងដើម្បីវប្បធម៌រុងរឿងវប្បធម៌រស់ក្នុងសន្តិភាពដូចជាទឹកជ្រាបស្រោចស្រពប់នៃកម្ពុជាមរតកអរូបីរូបីចាជាប់ក្នុងពាក្យពេចន៍វាចាយុវជនខ្មែរសន្យារក្សាសន្តិភាពឲ្យគង់វង្សបីមីញាកូនខ្មែរចង់ភាពចាំជានិច្ចសន្តិភាពនាំមកនៅសេចក្តីសុខវប្បធម៌រស់ក្នុងសន្តិភាព